នពូធំស្រីទុំពេញស្រីយោធាជួមុខមើលរូបស្នើមេភូមិឃុំស្រីមង្គលជួយច្រូតស្រូវផងត្បិតខ្លួនចូលភារកិច្ចការពារជាតិនៅព្រំដែនមិនអាចជួយបន្ទប់គ្រួសារបានទទួលយកធម៌ពលគ្មានជាតិហ្គាជាមួយគ្រុឌជួឆើតមិនត្រឹមតែយានយន្តថ្មីទោះជាយានយន្តកំពុងប្រើប្រាស់ក៏អាចយកការគ្រីមក LOLC ដើម្បីទទួលបានប្រាក់កម្ចីរហូតដល់ 75% នៃតម្លៃយានយន្តដែលកំពុងប្រើប្រាស់សម្ដីមួយរបស់វីរៈកងទ័ពជួមុខបានកំពុងតែធ្វើឲ្យអ្នកលេខបណ្ដាញសង្គមក្តុកក្តួលនិងផ្ទុះការសៀចែករំលែកប្រងព្រាតក្រោយពីបានទទូចសុំឲ្យមេភូមិមេឃុំចុះជួយច្រូតស្រូវរបស់ខ្លួនផងត្បិតពេលនេះស្រូវទុំពេញស្រែតែខ្លួនជួបភារកិច្ចការពារជាតិនៅព្រំដែនខណៈដែលប្រពន្ធកំពុះធំចិត្តគ្រប់ខែនៅមិនទាន់មានប្រាក់សម្រាប់ត្រៀមសម្រាលដោយវីរៈកងទ័ពឈ្មោះខន្តីបានរៀបរាប់យ៉ាងដូចនេះថាខ្ញុំបាទសូមស្នើដល់ភូមិឃុំស្រីមង្គលស្រុកកូនមុំខេត្តរតនគិរីមេត្តាជួយខ្ញុំបាទផងដែលជួបភារកិច្ចនៅព្រំដែនថៃមិនអាចទៅជួយបន្ទប់គ្រួសារបានទេខ្ញុំបាទសូមស្នើសុំដល់ភូមិឃុំស្រីមង្គលមេត្តាជួយស្នើសុំដល់បងប្អូនប្រជាពលរដ្ឋជួយច្រូតស្រូវខ្ញុំផងខ្ញុំគ្មានលទ្ធភាពជួលបងប្អូនទេវីរៈកងទ័ពជួមុខដដែលបានបន្តថាប្រពន្ធខ្ញុំក៏ពុះធំគ្រប់ខែខាងមុខនឹងនៅមិនទាន់មានប្រាក់គ្រប់គ្រាន់សម្រាប់គាត់សម្រាប់កូននៅឡើយទេឆ្លើយតបនឹងការស្នើសុំរបស់វីរៈកងទ័ពខន្តីអាជ្ញាធរមូលដ្ឋានស្រុកកូនមុំក៏បានបញ្ជាក់ថាឃុំនិងភូមិបានទទួលសំណើនេះខណៈបច្ចុប្បន្នអាជ្ញាធរស្រុកតាមរយៈឃុំនិងភូមិបាននឹងកំពុងជួយរកម៉ាស៊ីនដើម្បីច្រូតស្រូវជូនគ្រួសាររបស់លោកនិងធានាលើការចំណាយលើថ្លៃឈ្នួលក្នុងការច្រូតស្រូវជូនគ្រួសាររបស់វីរៈកងទ័ពរូបនេះផងដែរទន្ទឹមនឹងគ្នានេះគេក៏ឃើញក្រុមការងារមន្ទីរបង្អែកខេត្តរតនគិរីបានឆ្លើយតបវីរៈកងទ័ពខាងលើថាប្រសិនបើប្រពន្ធរបស់លោកឈឺពោះគ្រប់ខែសម្រាប់គោឬមានបញ្ហាសុខភាពផ្សេងអាចបញ្ជូនភរិយាទៅទទួលសេវាមន្ទីរពេទ្យបង្អែកខេត្តរតនគិរីបានដោយកុំបារម្ភពីរឿងបង់សេវាផ្សេងខាងមន្ទីរពេទ្យជួយសម្រួលមិនឲ្យបង់ថ្លៃនោះឡើយស្របពេលជាមួយគ្នានោះអ្នកលេងបណ្ដាញសង្គមជាច្រើនក៏បានព្យាយាម mention page របស់អ្នកជំនួយអនឡាញល្បីៗនិងសប្បុរសជនដើម្បីស្វែងរកជំនួយជួយដល់គ្រួសារវីរៈកងទ័ពខាងលើផងដែរ